មានសួរពុកម៉ែបងប្អូនជាទីស្រឡាញ់អូនហេងថ្ងៃនេះគឺបងអូនហេងកំពុងតែនៅកន្លែងតេស្តត្រៃមានថាព្រឹត្តិការណ៍បើកបរប្រចាំឆ្នាំ2025របស់ Ford ថ្ងៃទី2ថ្ងៃនេះបងអូនហេងនាំអារម្មណ៍ទស្សនិកជនមកទស្សនាទិដ្ឋភាពពេលរសៀលតើពេលរសៀលមានពុកម៉ែបងប្អូនគាត់អញ្ជើញមកបើកបរសាកល្បងគាត់អញ្ជើញមកទិញផលិតផលខ្មែរគាត់មកអង្គុយនាំក្មេងៗគាត់មកលេង Playground ជាពិសេសបងប្អូនដែលប្រើប្រាស់រថយន្ត Ford ហើយគាត់អាចយកមក check service ត្រួតពិនិត្យទូទៅនឹងបានដោយ free 63ចំណុចអញ្ចឹងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនចូលរួមដោយក្តីរីករាយជាមួយខ្ញុំទាំងអស់គ្នាបាទនេះគឺទិដ្ឋភាពរួមតែម្ដងបាទនេះជាទិដ្ឋភាពរួមដែលយើងពេលរសៀលត្រជាក់យើងមានកន្លែងសម្រាប់អង្គុយលេងសម្រាប់តន្ត្រីពេលរាត្រីបាទខាងនេះជាតន្ត្រីពេលរាត្រីយើងមានឆាកតន្ត្រីបាទនោះបងក៏កំពុងតែចាប់រង្វាន់ពេលយើងបើកបរសាកល្បងយើងមានកាក់យកមកចាប់រង្វាន់បាទហើយសម្រាប់ការបើកបរសាកល្បងព្រឹត្តិការណ៍នេះមិនមែនត្រឹមតែបើកបរទេពុកម៉ែបងប្អូនអាចអញ្ជើញមកដោយសេរីបានអាចអញ្ជើញទស្សនាផ្សេងៗបានបាទហើយខាងនេះគឺខាងឆ្វេងដៃខាងនេះវិញគឺជាទិដ្ឋភាពឡានដែលយើងជម្រាបសួរតាំងសម្រាប់ឲ្យពុកម៉ែបងប្អូនបើកបរសាកល្បងផ្ទាល់តែម្ដងបាទហើយយើងមានឡានជាច្រើនអាចសួរប្រឹក្សាយោបល់បានបាទអញ្ចឹងខ្ញុំសូមនាំទៅកន្លែងដែលយើងឆែកទុកពិនិត្យទូទៅ63ចំណុចរបស់រថយន្ត Ford ដោយមិនគិតថ្លៃបាទនេះគឺជាកន្លែងផ្នែកសេវាកម្មជួសជុលរថយន្ត Ford ថ្ងៃនេះដែរកន្លែងទីតាំង Test Drive បើកបរសាកល្បងចាំឆ្នាំ2025យើងក៏មានសេវាកម្មឆែកទុកពិនិត្យ63ចំណុចគឺសម្រាប់ពុកម៉ែបងប្អូនដែលគាត់បានមកបើកបរសាកល្បងហើយគាត់ចង់ check up ទូទៅលើឡានអាច check up បានបាទយើងមានការត្រួតពិនិត្យទៅលើ63ចំណុចនេះដោយឥតគិតថ្លៃបាទមាន free ត្រួតពិនិត្យយានយន្តប្រឹក្សាយោបល់ពីការថែទាំយានយន្តបាទជួសនិងវិទ្យាសាស្ត្រពីបញ្ហាយានយន្តអញ្ចឹងអាចដាក់ឡានមកអញ្ចឹងមកបាននេះយើងមានជើងកម្ររបស់យើងបាទហើយមកពីយើងឡើងមកបាទអញ្ចឹងអាចយើង check ត្រួតពិនិត្យទូទៅបានអញ្ចឹងសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទស្សនាទិដ្ឋភាពរួមនៅទីតាំងកន្លែងនេះបាទអ្វីដែលកាន់ពិសេសទៀតក្រោយពីពុកម៉ែបងប្អូនបានអញ្ជើញមកដល់បើកបរតាំងពីគុណភាពរថយន្តហើយបងបានយករថយន្តចាស់បងមកត្រួតពិនិត្យ free ទៅលើសេវាកម្មរបស់ Ford ហើយពុកម៉ែបងប្អូនដែលមានបំណងចង់ទិញរថយន្តថ្មីក៏អាចមើលផ្ទាល់ជាមួយនឹងរថយន្តថ្មីរបស់យើងដែរតែយើងបានសិទ្ធិជាផលិតផលនៅប្រទេសកម្ពុជាយើងដោយជាជនកម្ពុជាយើងកម្រិតស្តង់ដារពិភពលោកបាទអញ្ចឹងមានន័យថាបងជួយទិញរថយន្ត Ford គ្រប់ត្រទៅដល់ភាពរបស់យើងដែលបានកំពុងតែនៅរោងចក្រយើងផ្ទាល់បានជាកម្លាំងលើកទឹកចិត្តបាទហើយក៏យើងមានអីទៀតយើងក៏មាន Furniture បាទតែកាលនោះក៏មាន Furniture Raptor ដែរអញ្ចឹងសម្រាប់នៅទីនេះគឺមានព័ត៌មានគ្រប់គ្រាន់ជូនពុកម៉ែបងប្អូនតែម្ដងអាចចេញមកបើកបរសាកល្បងមកយើងមក relax មកយើងមកកំសាន្តផងបានដែរជាចុងក្រោយរកព័ត៌មានផ្សេងៗអាចទំនាក់ទំនងជាមួយបងប្អូនហេងបានសូមអរគុណសូមជម្រាបលាបាយបាយ25បានត្រឡប់មកវិញហើយ